ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមានសាច់រឿងថ្មីមួយដែលជារឿងខ្មោចលងតាមដងផ្លូវហើយរឿងនេះយើងទទួលបានពីបងប្រុសម្នាក់ចឹងយើងស្ដាប់ទាំងអស់គ្នាដូចដែលយើងដឹងហើយថានៅពេលយប់ជ្រៅតាមផ្លូវភ្នំនៅតំបន់ជិតព្រំដែនព្រះវិហារតែងតែមានហេតុការណ៍រន្ធត់ជាច្រើនកើតឡើងពេលយប់អ្នកខ្លះថាវាជាខ្មោចអ្នកដំណើរដែលស្លាប់នៅទីនោះអ្នកខ្លះវិញថាខ្មោចមិនចង់បំភ័យនរណាទេតែគ្រាន់តែចង់ប្រាប់ផ្លូវប៉ុណ្ណោះយប់មួយមានប្តីប្រពន្ធមួយគូបានជួបរឿងនោះដោយផ្ទាល់ប្តីប្រពន្ធមួយគូឈ្មោះវិចិត្រនិងស្រីណាបានធ្វើដំណើរពីភ្នំពេញទៅលេងសៀមរាបពួកគេចេញដំណើរពេលយប់ព្រោះគិតថាផ្លូវទូលាយនឹងទៅដល់លឿនវិចិត្របើកឡានខណៈស្រីណាកាន់ទូរស័ព្ទបើក Google Map ដើម្បីមើលផ្លូវដំបូងអ្វីហាក់ធម្មតាប៉ុន្តែក្រោយមក Google Map បង្ហាញផ្លូវតូចមួយកាត់តាមព្រៃ Map ប្រាប់ឲ្យបត់ផ្លូវនេះស្រីណានិយាយវិចិត្រមើលផ្លូវដ៏ងឹតនិងស្ងាត់នៅខាងមុខហើយស្ទាក់ស្ទើរប៉ុន្តែចុងក្រោយក៏បើកចូលផ្លូវនោះស្ងាត់ខ្លាំងណាស់មិនមានផ្ទះមិនមានភ្លើងបំភ្លឺផ្លូវទេមានតែព្រៃខ្យល់បក់ល្វើយនឹងតាមផ្លូវពោពេញដោយអាប់មួយសន្ទុះក្រោយមក Google Map ចាប់ផ្ដើមគៀងព្រោះមិនដឹងដាច់សេវាតាំងពីពេលណាទេយើងដូចជាបើកខុសផ្លូវហើយស្រីណានិយាយដោយភ័យភ្លាមនោះភ្លើងឡានចាំងចំមនុស្សស្រីម្នាក់ឈរនៅជីផ្លូវនាងស្លៀកសម្លៀកបំពាក់ចាស់សក់វែងបិទមុខវិចិត្របើកឡានធម្មតាស្រីនោះលើកដៃបង្ហាញទៅផ្លូវខាងស្ដាំដោយមិននិយាយមួយម៉ាត់វិចិត្រនិយាយថាគាត់ប្រហែលជាមនុស្សក្នុងភូមិតែពេលឡានបើកផុតបន្តិចស្រីណាមើលតាមកញ្ចក់មិនបានឃើញស្ត្រីនោះទេវាពិតចាស់ចម្លែកណាស់ព្រោះយើងទើបបើកផុតសោះបន្ទាប់ពីបត់តាមដែលនាងបង្ហាញពួកគេជួបមនុស្សចម្លែកជាច្រើនអ្នកទៀតបុរសម្នាក់ឈរក្បែរដើមឈើបង្ហាញដៃទៅមុខស្ត្រីចាស់ម្នាក់អង្គុយក្បែរផ្លូវក្មេងម្នាក់ឈរក្បែរប្រាសាទបាក់បែកពួកគេមិននិយាយអ្វីទេគ្រាន់តែបង្ហាញផ្លូវហើយបាត់ខ្លួនពេលឡានបើកផុតស្រីណាចាប់ដៃប្តីខ្លាំងដូចជាភ័យខ្លាចខ្លាំងណាស់បងពួកគេមិនមែនមនុស្សទេវិចិត្រក៏ដឹងដែរក្រោយមកសេវាក៏មានវិញហើយនៅលើអេក្រង់ Google Map ក៏បង្ហាញផ្លូវត្រូវបើកបានបន្តិចគាត់ឃើញតាចាស់ម្នាក់រួចក៏សួរផ្លូវគាត់តាចាស់នោះប្រាប់ថាខ្វះតែប៉ុន្មានគីឡូទៀតពួកគេដល់តំបន់ព្រះវិហារហើយយើងវង្វេងផ្លូវហើយវិចិត្របើកឡានយ៉ាងលឿនតាមផ្លូវធំរហូតរកផ្លូវត្រូវវិញតែទាំងពីរនាក់ភ័យខ្លាំងណាស់ដោយតក់ស្លុតនឹងអ្វីដែលបានជួបហើយភ័យខ្លាចជួបបន្តទៀតប្រពន្ធវិចិត្រក៏ឲ្យរកផ្ទះសំណាក់ដើម្បីសម្រាកចាំស្អែកចាំបន្តដំណើរពួកគេសម្រេចចិត្តឈប់សម្រាកនៅផ្ទះសំណាក់តូចមួយតាមផ្លូវម្ចាស់ផ្ទះសំណាក់ជាបុរសចាស់ម្នាក់គាត់បើកបន្ទប់ឲ្យមួយនៅជាន់លើវិចិត្រនិងស្រីណាគិតថាទីនេះមានមនុស្សដែរប្រហែលសុវត្ថិភាពហើយដោយអស់កម្លាំងពេកបន្ទាប់ពីងូតទឹករួចពួកគេក៏នាំគ្នាគេងកណ្ដាលយប់មានសំឡេងគោះទ្វារតុកវិចិត្របើកទ្វារមិនឃើញនរណាសោះប៉ុន្តែនៅផ្លូវចូលផ្ទះសំណាក់មានមនុស្សស្រីម្នាក់ឈរសក់វែងសម្លៀកបំពាក់ដូចគ្នានឹងនាងដែលឈរតាមផ្លូវនោះព្រឹកឡើងពួកគេចុះទៅសួរម្ចាស់ផ្ទះសំណាក់ពេលវិចិត្រប្រាប់ពីមុខមាត់មនុស្សដែលឃើញបុរសចាស់នោះស្ងាត់ភ្លាមរួចនិយាយថាផ្លូវដែលអ្នកវង្វេងនោះមានគ្រោះថ្នាក់ឡានជាច្រើនឆ្នាំមកហើយមនុស្សជាច្រើនបានស្លាប់នៅទីនោះគាត់ស្ងាត់បន្តិចហើយបន្តថាមនុស្សក្នុងភូមិជឿថាខ្មោចអ្នកស្លាប់តាមផ្លូវនោះនៅតែឈរប្រាប់ផ្លូវដល់អ្នកដំណើរដើម្បីកុំឲ្យពួកគេវង្វេងដូចអ្នកមុនស្រីណាសួរទាំងភ័យហើយចុះខ្មោចក្នុងផ្ទះសំណាក់នេះបុរសចាស់ញឹមពេលខ្លះពួកគេតាមអ្នកដែលបានឃើញពួកគេវិចិត្រនិងស្រីណាមើលគ្នាព្រោះនៅលើកញ្ចក់បន្ទប់ខាងក្រោយមានស្នាមដៃជាច្រើនដូចជាអ្នកណាម្នាក់កំពុងឈរមើលពួកគេពីក្រោយបន្ទាប់ពីសួររួច
ពួកគេក៏បន្តដំណើរទៅសៀមរាបប៉ុន្តែដំណើរកំសាន្តលើកនេះមិនសូវជាសប្បាយទេព្រោះពួកគេបានជួបហេតុការណ៍ដែលធ្វើឲ្យគេភ័យខ្លាចនិងរាងចាលបន្ទាប់ពីបញ្ចប់ដំណើរកំសាន្តពួកគេត្រឡប់មកដល់ផ្ទះវិញក៏ប្រាប់រឿងរ៉ាវនោះទៅឪពុកម្ដាយប្តីប្រពន្ធនោះក៏បានណែនាំឲ្យគាត់ទាំងពីរទៅវត្តដើម្បីឲ្យព្រះសង្ឃស្រោចទឹកឲ្យ